បាទឥឡូវយើងមកដល់ចំពីមុខខ្លោងទ្វារព្រះបរមរាជវាំងហើយប៉ុន្តែយើងអាចចូលពីមុខបានទេដោយសារតែគេបិទចាក់សោបាទឥឡូវយើងកយគុណសម្រស់នៃខ្លោងទ្វារព្រះបរមរាជវាំងដល់សែនស្កឹមស្កាយបាទបន្ទាប់ពីយើងដើរចូលមកគឺយើងឃើញថាខាងស្ដាំដៃយើងមានវីរៈកងទ័ពវីរៈមេទ័ពបាទចំនួន16រូបហើយនៅខាងឆ្វេងដៃយើងនេះមានមេទ័ពចំនួន6រូបដែរបាទអញ្ចឹងយើងចាប់ផ្ដើមពីវីរៈមេទ័ពយើងពីខាងស្ដាំដៃទៅមុនបាទតើទី1ឈ្មោះអ្វីហើយមានស្នាដៃអ្វីបាទបាទអញ្ចឹងនេះគឺជាមេទ័ពដូនតាខ្មែរយើងបាទដែលលោកមានឈ្មោះថាអ្នកសញ្ជក់ស្រីវុធីអ្នកបាទមិនដឹងថាខ្ញុំអានត្រូវឬខុសទេឥឡូវអានអ្នកគ្នាបាទអញ្ចឹងគឺជាមេទ័ពសំខាន់បាទដែលតាំងពីរាជប្របាទសូរ្យវរ្ម័នទី2បាទដែលគេឃើញមានរូបចម្លាក់លោកគឺនៅភ្នំសេវបាទបាទអញ្ចឹងយើងត្រឡប់ទៅមើលមួយរូបទៀតបាទគឺវីរៈមេទ័ពរបស់យើងបាទដៃកាន់ធ្នូឈរជះរៀងដ៏អង់អាចក្លាហានពោពេញទៅដោយអំណាចបាទអញ្ចឹងមេទ័ពរូបនេះបាទមានឈ្មោះថាអ្នកសញ្ជក់ស្រីធរៈទេវៈបរៈបាទខ្ញុំសូមអធិស្ឋានផងបើសិនអានខុសដោយសារតែពាក្យដែលគេបកប្រែពីភាសាសំស្ក្រឹតឬក៏ភាសាអ្វីផ្សេងមកខ្ញុំមិនដឹងដែរបាទអញ្ចឹងគឺនេះគឺជាមេទ័ពទី2បាទដែលមើលទៅឃើញចេះរៀងសង្ហាខ្លាំងបាទហើយចូលមកដល់មេទ័ពទី3មេទ័ពទី3ក៏មានដៃកាន់ធ្នូដូចគ្នាបាទមានដៃកាន់ធ្នូហើយពាក់អាវមេទ័ពអត់មួកចងកប៉ោយបាទឈរកាន់ដៃមួយចំហៀងកាន់ព្រួយដៃមួយចំហៀងកាន់ធ្នូចេះរៀងដ៏សែនមានអំណាចខ្លាំងមែនតើបាទហើយចំពោះមេទ័ពទី3នេះគឺមានឈ្មោះថាព្រះកម្រតែងអញស្រីសិន្ទ្រកុមារបាទអញ្ចឹងគឺជាមេទ័ពទី3ដែលមើលទៅមានភាពអង់អាចក្លាហានខ្លាំងមែនតើបាទអញ្ចឹងយើងទៅមើលមួយទៀតបាទមេទ័ពទី4បាទមេទ័ពទី4នេះគឺមានសៀតកូនកំបិតចំនួន3នៅនឹងស្មាហើយនឹងទ្រូងមួយបាទហើយមានកំបិតសៀតខ្លីមួយនៅចកេះមួយទៀតបាទអញ្ចឹងគឺថាឈរចេះរៀងដ៏សែនមានអំណាចខ្លាំងមែនតើបាទហើយមេទ័ពរូបនេះឈ្មោះថាព្រះកម្រងតែងអញមហាសេនាបតីស្រីវរិន្ទ្រវរមៈបាទតទៅមេទ័ពទី5បាទមេទ័ពទី5គឺឈរកាន់ធ្នូបាទមានបំពង់ព្រួយមួយបំពង់ហើយដៃស្ដាំកាន់គ្រាប់ព្រួយចំនួន2បាទអញ្ចឹងគឺមើលទៅពិតជាមានអំណាចហើយទឹកមុខដ៏សែនមុតមមខ្លាំងមែនតើបាទហើយព្រះមេទ័ពរូបនេះមានឈ្មោះថាព្រះកម្រងតែងអញស្រីនរៈបតីបដិន្ទ្រវរមៈបាទបន្ទាប់មកទៀតគឺមេទ័ពទី6បាទគឺកាន់ព្រួយដែរបាទកាន់ដៃមួយម្ខាងកាន់ព្រួយម្ខាងកាន់ធ្នូបាទឈរសម្លឹងទៅមុខពាក់អាវក្រោះប្រយុទ្ធបាទអញ្ចឹងមេទ័ពរូបនេះឈ្មោះថាមហាសេនាបតីសង្គ្រាមបាទដែលជាមេទ័ពម្នាក់បានទទួលគោរមងារជាមហាសេនាបតីបាទដែលមានស្នាដៃឆ្នើមខ្លាំងមែនទែននៅក្នុងរាជប្របាទជ័យវរ្ម័នទី2បាទបន្ទាប់ពីមេទ័ពទី6នេះយើងមកមើលមេទ័ពទី7ចំហៀងខាងនេះម្ដងដែលមេទ័ពនេះគឺដៃស្ដាំកាន់ដាវនិងដៃឆ្វេងកាន់ខែលហើយអត់មានអាវទេស្លៀកពឹងខ្មែរយើងបាទហើយមានពុកមាត់បាទហើយសាច់ដុំធំធំរាងណែនមមខ្លាំងមែនតើបាទមើលទៅពិតជាមានអំណាចមែនតើហើយដាវដែលលោកកាន់នេះគឺកងុកក្បាលចុះក្រោមបាទអញ្ចឹងមេទ័ពរូបនេះឈ្មោះថាព្រះកំស្ដែងអញស្រីលក្ស្មីបតីវរមៈបាទតមកទៀតគឺមេទ័ពទី8បាទទី8បាទដែលដៃស្ដាំកាន់កំបិតបកៈខ្មែរយើងបាទពីសម័យបុរាណមានមុខភ្លោះបាទមុខប្រែកហ្នឹងហើយ
ពាក់អាវក្រោះមានសៀតកូនកំបិត2នៅនឹងស្មាបាទហើយក្តាប់ដៃយ៉ាងមុតមមការពារទឹកដីជាតិមាតុភូមិយើងដែលមេតបនេះមានឈ្មោះថាព្រះកម្រងតែងអញស្រីវីរេនឌ្រាធិបតីវរមៈបាទតមកទៀតគឺមេតបទី9បាទមេតបទី9នេះគឺកាន់ដាវវែងពាក់អាវក្រោះមានសៀតកូនកំបិត2នៅនឹងស្មាហើយពាក់ក្បិនបែបបុរាណបាទអញ្ចឹងមេតបរូបនេះគឺឈរក្តាប់ដៃយ៉ាងមាំកាន់ដាវយ៉ាងណែនការពារជាតិមាតុភូមិទឹកដីកម្ពុជាយើងបាទមេតបរូបនេះឈ្មោះថាព្រះកម្រងតែងអញស្រីរាជេន្ទ្រវរមៈបាទតមកទៀតគឺដល់មេតបទី9បាទមេតបទី9នេះគឺឈរជះរៀងដ៏អង់អាចក្លាហានដៃឆ្វេងកាន់ខែលរូបរាហូបាទកាន់ខែលរូបរាហូដៃស្ដាំកាន់កំបិតបង្គាក់ដែលមានប្រេចចង់បាទហើយពាក់អាវស្បែកធម្មតានិងក្បិនបាទក្បិនបែបបុរាណហើយមេតបរូបនេះឈ្មោះថាព្រះកម្រងតែងអញស្រីជ័យសង្ហវរមៈបាទចូលមកដល់មេតបទី11បាទមេតបទី11រូបនេះបាទគឺពាក់អាវក្រោះពាក់ក្បិនបុរាណលីកំបិតបង្គាក់ហើយមានសៀតកូនកំបិតមួយនៅនឹងស្មាខាងឆ្វេងហើយសៀតកូនកំបិតមួយទៀតនៅនឹងចង្កេះខាងស្ដាំបាទហើយឈ្មោះរបស់មេតបរូបនេះឈ្មោះថាព្រះកម្រងតែងអញធនជ័យបាទធនញ្ជ័យបាទធនញ្ជ័យបន្តមកទៀតគឺមេតបចុងក្រោយទី12បាទមេតបទី12នេះគឺពាក់អាវផាយស្បៃចងក្បិននិងកាន់លំពែងស្រួចបាទកាន់លំពែងស្រួចឈរញញឹមជះរៀងការពារជាតិមាតុភូមិរបស់យើងបាទហើយអាវផាយនេះគឺមានប៉ាក់រូបផ្កាបង្ណែបាទអញ្ចឹងមេតបរូបចុងក្រោយនេះគឺមានឈ្មោះថាអ្នកសញ្ជក់ស្រីទេវៈបាទដែលជាមេតបចេញច្បាំងការពារព្រះរាជកុមារស្រីសិន្ទ្រកុមារទប់ទល់នឹងកងទ័ពចាមនៅប្រទេសចម្ប៉ាបាទរហូតបាត់បង់ជីវិតនៅក្នុងរាជបច្ចុប្បន្នទី7បាទហើយប្របាទជាបានទី7បានប្រទានក្រុមងារជាអំតែងបាទអញ្ចឹងនេះគឺជាឈ្មោះក៏ដូចជារូបរាងនៃមេតបទាំង12ដែលគេកសាងឡើងតាមបែបបុរាណបាទតាមបែបបុរាណដែលសល់រូបពីសម័យមុនបាទអញ្ចឹងយើងអាចមកទស្សនាបាននៅមេតបទាំង12រូបនេះនៅឯមុខច្រកចូលនៃព្រះបរមរាជវាំងខេត្តសៀមរាបបាទអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងសិនជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណ